ថ្ងៃនេះខ្ញុំធ្វើការអាប់ដេតមេរៀនថ្មីគឺមេរៀនថ្ងៃនេះគឺខ្ញុំសូមធ្វើការបង្ហាញតាមរយៈទូរស័ព្ទដៃហើយវិធីសាស្ត្រនៅក្នុងការបង្ហាញថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងការប៊ូសតាមរយៈ Meta ADS វិញម្ដងជាទូទៅគឺខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនគឺតាមកុំព្យូទ័រហើយថ្ងៃនេះគឺខ្ញុំលើកយកការបង្ហាញតាមទូរស័ព្ទដៃដោយសារតែមានគ្នាយើងមួយចំនួនតែគាត់នៅតែមិនទាន់យល់ច្បាស់អំពីការធ្វើការប៊ូសនៅតាមទូរស័ព្ទដៃទេហើយការប៊ូសនេះទៀតសោតគឺយើងប្រើតាមរយៈ Meta ADS អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបងប្អូនត្រូវចូលមកកាន់ទូរស័ព្ទបងប្អូនទាំងអស់គ្នាមកយើងត្រូវតែមានកម្មវិធីមួយគឺឈ្មោះថា Meta ADS នេះដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូខ្ញុំនេះអញ្ចឹងបងប្អូនត្រូវតម្លើងឲ្យរួចរាល់សិនបន្ទាប់មកបងប្អូនត្រូវតែចូលមកកាន់កម្មវិធីហ្នឹងនៅពេលដែលបងប្អូនចូលមកបងប្អូននឹងឃើញ account មានន័យថាបើសិនបើបងប្អូនចូលមកអត់ទាន់មានអីទេគឺត្រូវឲ្យបងប្អូនធ្វើការ log in ណា log in ជាមុនសិន log in ហ្នឹងគឺ log in account Facebook បងប្អូនដោយសារតែខ្ញុំបាន log in ជាមួយទៅនឹង account របស់ខ្ញុំរួចរាល់ហើយអញ្ចឹងខ្ញុំអត់បាច់ចាំបង្ហាញបងប្អូនទេព្រោះកន្លែងហ្នឹងវាស្រួលទេអញ្ចឹងនៅពេលដែលយើង log in ហើយបងប្អូននឹងឃើញឈ្មោះ account របស់យើងនេះឈ្មោះខ្ញុំនេះគឺជាឈ្មោះ Facebook របស់ខ្ញុំហើយនៅក្នុងទិន្នន័យកន្លែងនេះគឺអត់ទាន់មានធ្វើអីទាំងអស់គឺនៅថ្មីមានន័យថាយើងអត់ទាន់បានធ្វើការប៊ូសម្ដងណាទេតាមរយៈតាមទូរស័ព្ទដៃហើយបើសិនណាបងប្អូនថ្មីក៏ដូចគ្នាដែរគឺអត់ទាន់មានទិន្នន័យទាំងអស់អញ្ចឹងគឺយើងឥឡូវនេះយើងមកស្វែងយល់អំពីការប៊ូសទាំងអស់គ្នាអញ្ចឹងដើម្បីប៊ូសបានបងប្អូនត្រូវចូលមកកាន់ account បែបហ្នឹងហើយបន្ទាប់មកបងប្អូនត្រូវមើលសញ្ញាបូកនៅខាងលើនៅខាងស្នាមដៃនៅខាងលើនេះបងប្អូនត្រូវតែ select នៅលើហ្នឹងមកនៅក្នុងពេលដែលយើងធ្វើការ select រួចរាល់បងប្អូនត្រូវមើលមុខងារជាច្រើនមិនថាបងប្អូនចេះអង់គ្លេសឬក៏មិនចេះទេមិនបាច់ខ្វល់អីទាំងអស់បងប្អូនត្រូវទាញមកមើលចំណុចមួយដែលមានចំណុចថា engagement អត់ប្របាទេគឺយើងយកខាងលើគេតែម្ដងពីមុនគឺនៅចន្លោះទី1ទី2ទី3ចឹងទៅប៉ុន្តែឥឡូវនេះគេដាក់នៅខាងលើឲ្យយើងងាយស្រួលមែនទែនអត់ចេះក៏ដោយក៏យើងអាចធ្វើបានដែរគឺយើងត្រូវប្រើអង្គចងចាំរបស់យើងអញ្ចឹងយើងប្រើខាងលើមកគឺ engagement បងប្អូន select ពងមកហើយបន្ទាប់មកបងប្អូននឹងឃើញ3 4ចំណុចទៀតកន្លែងនេះបងប្អូនត្រូវយកពាក្យថា get message ដោយសារតែបងប្អូនធ្វើការប៊ូសយក message បងប្អូនត្រូវយកកឡោនចំណុចទី2នេះ get message ដែលឃើញសញ្ញាជា sticker message ហ្នឹងយើង select លើហ្នឹងទៅបាទ select លើហ្នឹងមកឬក៏បងប្អូនអត់ចង់ select ទេខ្ញុំសុំថយមកវិញម្ដងទៀតបងប្អូនអត់ចង់ select ទេបងប្អូនមានឃើញពាក្យមួយថា manual engagement campaign នេះបងប្អូនអាច select លើហ្នឹងមកបងប្អូនចង់ដឹងថាអាហ្នឹងស្អីគេអញ្ចឹងយើងធ្វើការ select សិនមកកន្លែង manual campaign នេះគឺជាកន្លែងដែលយើង set up មានន័យថាយើងអាចធ្វើការរៀបចំតាមហ្នឹងក៏បានដែរទី1យើងចូលមកកាន់ campaign ទី2យើងចូល add set ឃើញទេទី3យើងចូលមកកាន់ add គឺរៀបចំ boost តែម្ដងប៉ុន្តែចេញក្រហមអញ្ចឹងយើងមិនទាន់អាចចូលកន្លែងហ្នឹងបងប្អូន discard សិនមកហើយបងប្អូនយកពាក្យថា get message engagement មិញហ្នឹងតោះនេះចឹងបើសិនបងប្អូននៅតែអត់ទាន់អត់យល់ទេបងប្អូនព្យាយាមមើលមួយឲ្យលម្អិតមែនតើណាចូលកន្លែង message មិញគឺចេញតម្រងដូចគ្នាដែរឃើញអត់បងប្អូនកន្លែងចេញក្រហមនេះបងប្អូនកុំទាន់ខ្វាយខ្វល់អីទាំងអស់អញ្ចឹងគេថានេះ missing image please specify an image to run with ADS អញ្ចឹងគេឲ្យយើង specify អញ្ចឹងយើងកុំតន់ឲ្យខ្វាយខ្វល់អញ្ចឹងនៅពេលដែលយើងចូលមកបងប្អូននឹងឃើញ3ចំណុចសំខាន់ទី1មាន campaign ទី2គេហៅថា add set ទី3គឺ add អញ្ចឹងខ្ញុំសូមបង្ហាញទី1សិនគឺ campaign នេះគឺកន្លែងទី1គេហៅថា campaign name នេះកន្លើនេះយើងឃើញសញ្ញាប៊ិចនេះ campaign name គឺកន្លែងដែលយើងដាក់ឈ្មោះនៅក្នុងការប៊ូសរបស់យើងអញ្ចឹងយើងចង់ដាក់ប៊ូស page ណាយើងដាក់ឈ្មោះអីដាក់ឈ្មោះហ្នឹងទៅកុំឲ្យយើងច្រឡំមកថាយើងប៊ូសច្រើនអញ្ចឹងណាបើសិនតែយើងប៊ូសច្រើនខ្លាចច្រឡំយើងដាក់ឈ្មោះមកអញ្ចឹងឧទាហរណ៍ page គេ page លក់អីគេឥឡូវ book ចឹងទៅលក់សភៅចឹងចុះខ្ញុំដាក់ថាលក់សភៅចឹងចុះអញ្ចឹងយើងដាក់ថា book ចឹងមកបន្ទាប់មកយើងថយមកវិញអូខេជាប់ book ហើយបន្ទាប់មកយើងមើល special category យើងយក edit កន្លែងនេះបងប្អូនអត់ចាំបាច់បើកទេកន្លែងនេះប៊ូតុងនេះ declare នេះយើងអត់បាច់បើកទេបងប្អូនណាបងប្អូនបិទទៅបើកយើងថយមកវិញបន្ទាប់មកទៀតយើងមើល budget នេះកន្លែង budget យើងselect លើ budget កន្លែង budget នេះបងប្អូននឹងឃើញពាក្យមួយថា daily budget នេះខាងលើ daily budget ហើយវាមានពាក្យថា daily ហើយនឹង live time ឃើញទេ daily live time ពីរហ្នឹងអញ្ចឹងខាងលើគឺ daily មានន័យថាបងប្អូនចង់ធ្វើការប៊ូសចាយលុយរាល់ថ្ងៃមួយថ្ងៃឲ្យ Facebook កាត់ម្ដងអញ្ចឹងបងប្អូនត្រូវយក daily ហើយបងប្អូនត្រូវចាំថាតើបងប្អូនចង់ប៊ូសចំនួនប្រមាណលុយបើសិនជាយើងយក daily បងប្អូនចង់ប៊ូសចំនួនប្រមាណនោះបងប្អូនគ្រាន់តែយក
រៀបដៃស្រឡិចនេះកន្លែងលុយគេឲ្យយើងនេះលុយនេះឲ្យយើងដាក់នេះបងប្អូនស្រឡិចនោះលុបចោលបងប្អូនចង់បុះមួយថ្ងៃ50ដុល្លារដាក់50ទៅឃើញទេអញ្ចឹងមួយថ្ងៃ50បើសិនបងប្អូនចង់បានមួយថ្ងៃ50ដាក់50មកអត់ពិបាកទេបើសិនឲ្យយើងចង់បានមួយថ្ងៃ5រៀលបងប្អូនលុបចោលមកដាក់5រៀលរួចហើយឃើញទេចង់ដាក់ប្រហែលក៏បានដែរអាហ្នឹងចំពោះ daily ហើយ bit strategy នេះបងប្អូនត្រូវយក highest volume កន្លែងហ្នឹងបើយើងយក highest volume គឺបុះទៅវាអាចបានផលច្រើនជាង Copper Result Gold នេះមិនសូវបានផលទេហើយ Bitcap ហ្នឹងគេមិនសូវប្រើទេអាហ្នឹងគេប្រើក្នុងការ boost ផ្សេង sponsor ផ្សេងទៀតអញ្ចឹងណាអញ្ចឹងយើងយកតែ highest volume ហ្នឹងទៅបានហើយអានេះគឺ daily កាត់លុយរាល់ថ្ងៃអញ្ចឹងបើសិនណាយើងអត់ចង់ boost daily យើងចង់ boost live time យើងយក live time មក live time មានន័យថាការ boost ដែលកំណត់រយៈពេលឧទាហរណ៍ថាបងប្អូន boost 10ថ្ងៃចំនួនលុយអស់$10ឬក៏$15បងប្អូន boost $15រយៈពេលប្រហែលថ្ងៃអញ្ចឹងបងប្អូនយក live time មកឃើញទេអញ្ចឹងយើងយក live time មកអញ្ចឹងគេថាលុយនឹងវាតិចពេកចំនួនដែលយើងកំណត់ហ្នឹងវាតិចពេកអញ្ចឹងណាអត់អីទេបងប្អូនកំណត់ប៉ុណ្ណឹងមកតើបងប្អូនថយមកវិញដោយសារតែយើងយកមិញគឺជាប្រភេទ live time គឺ boost កំណត់រយៈពេលថ្ងៃអញ្ចឹងយើងទៅមុខទៀតគេនឹងបង្ហាញកន្លែងឲ្យយើងដាក់ចំនួនថ្ងៃហើយអញ្ចឹងណាបន្ទាប់មកបងប្អូនធ្វើការយកពាក្យថា next មកកន្លែងនេះគេចេញកំហំថាលុយយើងវាតិចពេកយើង boost នឹងយើងចាយលុយតិចពេកអញ្ចឹងណាអញ្ចឹងគេឲ្យយើង add ឲ្យយើងថែមលុយបន្ថែមអញ្ចឹងទៅបន្ទាប់មកកន្លែង add set name នេះឥឡូវយើងទៅថែមលុយតិចសិនដោយសារតិចពេកគេឲ្យយើងឃើញចេញមកគឺកំហំ map នេះអញ្ចឹងឥឡូវយើងដាក់$20អញ្ចឹងចុះយើងយក live time ដូចគ្នាប៉ុន្តែអត់ទាន់ឃើញកន្លែងដែលកំណត់ថ្ងៃទេបងប្អូនឃើញទេអញ្ចឹងឥឡូវយើងទៅមុខសិនកន្លែងថ្ងៃប្រហែលជាអាចអានេះគេថាតិចទៀតលុយប៉ុណ្ណឹងតិចទៀតណាយើងប៊ូសនឹងតិចពេកអញ្ចឹងយើងថែម$30ចុះនៅតែតិចទៀតអញ្ចឹងយើងដាក់35អូខេ35គឺបានណាប៉ុន្តែគ្រាន់តែគេអត់ទាន់បង្ហាញកន្លែងដែលយើងកំណត់ថ្ងៃប្រហែលថ្ងៃទេអញ្ចឹងឥឡូវយើងទៅមុខទៀតដោយសារតែវាអាចមានការអាប់ដេតណាមួយអញ្ចឹងយើងមិនទាន់អាចខ្វាយខ្វល់យើងចូលមកកាន់ចំណុចបន្ទាប់គឺយើង next មកហើយកន្លែងនេះ add set នេះយើងដាក់ដូចគ្នាមកឈ្មោះយើងដាក់ឈ្មោះអីក៏ដាក់ទៅប៉ុន្តែនៅក្នុងឧទាហរណ៍ខ្ញុំមិញគឺខ្ញុំដាក់ឈ្មោះថា book អញ្ចឹងខ្ញុំដាក់ book ទៀតអត់ពិបាកទេអូខេបន្តមកទៀតកន្លែង message app នេះយើងយក message មកដោយសារតែបងប្អូន boost យក message ណា boost យក message យើងយក message មកណា Instagram WhatsApp ឯងមិនបាច់ធីទាំងអស់យើងអត់ត្រូវការទេអញ្ចឹងយើងយកតែ message មួយមក Messenger មួយមកបានហើយនេះ schedule បងប្អូនឃើញពាក្យថា schedule រាប់ពីលើមក1 2 3 4ទី4ណាឃើញប៊ូតុងប៊ិចមួយនៅខាងក្រោយអញ្ចឹងយើង select លើប៊ូតុងហ្នឹងមកកន្លែងនេះគឺជាកន្លែងសំខាន់អញ្ចឹងបងប្អូនអាចកំណត់ថ្ងៃ boost បានមិញយើងចំណាយលុយ$35អញ្ចឹងយើងចង់ដាក់ថា$35ហ្នឹងរយៈពេលប្រហែលថ្ងៃហើយថ្ងៃនេះគឺជាថ្ងៃទី30ព្រោះអញ្ចឹងនេះ start date នេះ start date នេះគឺជាថ្ងៃដែលយើងចាប់ផ្ដើម boost ហើយ start time នៅខាងស្ដាំនេះគឺជាម៉ោងដែលយើងកំណត់នៃការ boost របស់យើងចង់ឲ្យដំណើរការនៅម៉ោងប៉ុន្មានបងប្អូនអាចធ្វើការកែសម្រួលនៅក្នុងហ្នឹងទៅព្រោះអញ្ចឹងអូខេបន្តមកយើងមកមើលខាងក្រោមនេះខាងក្រោមនេះគឺពាក្យថា index គឺថ្ងៃដែលយើងបញ្ចប់នៃការ boost របស់យើងអញ្ចឹង$35យើងចង់ boost រយៈពេលប្រហែលថ្ងៃអញ្ចឹងខ្ញុំយករយៈពេល$45ហ្នឹងគឺយើងយកចាប់ពីថ្ងៃទី30ខែមេហ្នឹងទៅរហូតដល់ថ្ងៃទី30ខែជូនរយៈពេល1ខែអញ្ចឹងយើងដាក់1ខែអញ្ចឹងទៅបើគេឲ្យ1ខែដាក់1ខែតែនឹងស្រេចយើងបើសិនតែយើងចាយលុយតិចប៉ុណ្ណឹងហើយយើងចំណាយច្រើនអញ្ចឹងបានផលអត់ហ្នឹងតើយើងចេះតេស្តជាក់ស្ដែងបងប្អូនណាបងប្អូនចង់ទេបងប្អូនសេរីមកនេះឃើញចង់ដាក់ថ្ងៃត្រឹមថ្ងៃទី20បងប្អូនដាក់ថ្ងៃ20មកអូខេមកត្រឹមថ្ងៃទី20ខែជូនតោះណាអញ្ចឹងម៉ោងដែលយើងបញ្ចប់នៃការម៉ោងបញ្ចប់នៃការប៊ូសរបស់យើងនេះយើងបងប្អូនចង់ឲ្យចប់ម៉ោងម៉ានបងប្អូនសេរីមកនេះឃើញទេបងប្អូនចង់បញ្ចប់ម៉ោងម៉ានបងប្អូនសេរីនឹងតាមនឹងមកតោះណាអញ្ចឹងអូខេអញ្ចឹងបើសិនបងប្អូនតន់ហើយខ្ញុំសូមទៅបន្តហើយកន្លែង add set spending limit នេះបងប្អូនបាច់បើកទេកន្លែងហ្នឹងណាអត់បាច់បើកទេអញ្ចឹងបាច់បើកទេកន្លែងហ្នឹងហើយកន្លែង edit optimize delivery នេះក៏មិនបាច់ចាំធ្វើការប៉ះពាល់ដែរតោះណាអញ្ចឹងបន្ទាប់មកយើងត្រូវធ្វើមកទៀតយើងថយមកវិញយើងបានរៀបចំរួចហើយកន្លែងហ្នឹងយើងចូលមកកាន់ next ទៀតយើងយកពាក្យថា next មកsorry បងប្អូនត្រូវការចំណុចមួយទៀតគឺ audience នេះរៀបចំ audience បងប្អូនរៀបចំ audience មកចំពោះរៀបចំ audience គឺទី1បងប្អូនឃើញ new audience នេះឆេងមកនេះ use share audience មានន័យថាគេឲ្យយើងបង្កើត audience ថ្មីអញ្ចឹងយើងយកពាក្យថា create new audience use new audience នេះមានន័យថាបើសិនជាយើងធ្លាប់ boost
យើងយកពាក្យថា use self audience មានថាយើងមាន audience ចាស់ហើយអញ្ចឹងយើងអាចយកមកប្រើក៏បានដែរប៉ុន្តែបើសិនជាយើងអត់ដែរ book ទេយើងយកពាក្យថា create new audience នេះមកតោះនេះចឹងយើងធ្វើការបង្កើត audience មក audience មកនេះ audience យើងដែលយើងត្រូវបង្កើតអញ្ចឹងបងប្អូនចង់ book បងប្អូនចង់ធ្វើការ book យកអាយុចាប់ពីប្រហែលទៅនេះអាយុយើង select មកនេះអីចេះអញ្ចឹងយើងយកពី18ចុះហើយអាយុច្រើនបំផុតនោះត្រឹមតែ53ឆ្នាំអីចឹងទៅអាហ្នឹងអាស្រ័យទៅលើផលិតផលបងប្អូនតោះនេះចឹងយកប៉ុណ្ណឹងហើយបន្ទាប់មក location បងប្អូននឹងឃើញនេះនៅ Cambodia បងប្អូន select លើ edit មកបងប្អូនចង់ boost នៅប្រទេសណាយក Cambodia ដាក់ Cambodia មកនេះឃើញនេះជាប់ Cambodia អញ្ចឹងបើសិនជាយើងចង់បានប្រទេសផ្សេងបងប្អូន remove location ហ្នឹងទៅដាក់ប្រទេសផ្សេងមកតោះនេះចឹងកន្លែង exclude this location អត់ត្រូវការប៉ះពាល់ទេកន្លែងនេះ detail targeting បងប្អូនចង់បានបងប្អូនយកពាក្យថា add នេះឃើញអត់អញ្ចឹងយើងយកពាក្យថា add ហើយបងប្អូនឃើញពាក្យថា reach specific ឬក៏យើង add ខាងលើនេះក៏បានដែរ add demographic interest ឬក៏ behavior book យើងដាក់ពាក្យថា online អីចឹងទៅយើងដាក់អូខេនេះមានឃើញមានច្រើនទេក្នុងទូរស័ព្ទគឺមានច្រើនអញ្ចឹងបើយើងចង់បាននៅ audience មួយណាយើងគ្រាន់តែ add សញ្ញា book នេះមកគឺចូលហើយយើងយក tick នេះមកចូលហើយឃើញទេអញ្ចឹងយើងចង់បានទៀតយើងយកពាក្យថា edit ទៀតមកហើយយើង search ទៀតបងប្អូនយកពាក្យថា business អីចឹងទៅ business មកបន្ទាប់មកបងប្អូននឹងឃើញ business ជាច្រើនមែនទែនតាក់ទងទៅនឹង audience ហ្នឹងអញ្ចឹងយើងយកលើមកហើយបន្ទាប់មកយើងយក tick ខាងលើនេះបោកមកគឺជាប់យើងដាក់ audience បានពីរមាន online មាន business យើងចង់បានទៀតបងប្អូនដាក់ទៀតមកបងប្អូនចង់ដាក់ប៉ុន្មានបងប្អូនដាក់ប៉ុណ្ណឹងមកតោះនេះយ៉ាងកន្លែងនេះយើងដាក់ថា book អីចឹងទៅសភៅអីចឹងមកណាអញ្ចឹងយើងឃើញលើ reading អីចឹងទៅអញ្ចឹងយើងសញ្ញា book ហើយយើង tick មកជាប់ឥឡូវយើងដាក់ audience ទៅ3ទេគ្រាន់តែជាការឧទាហរណ៍3ហ្នឹងតោះនេះយ៉ាងបន្ទាប់មកអាយុគឺយើងរៀបចំរួចរាល់ហើយភេទអញ្ចឹងយើងលក់ទាំងពីរភេទទាំងភេទស្រីទាំងភេទប្រុសគឺយើងយកទាំងអស់តែម្ដងបើបងប្អូនចង់បានប្រុសបងប្អូនយកប្រុសបងប្អូនចង់បានស្រីបងប្អូនយកស្រីតោះនេះយ៉ាងបើចង់បានទាំងអស់យើងយក all ខាងលើហ្នឹងមកអូខេបន្ទាប់មកទៀត audience name កន្លែងនេះយើងចង់ដាក់ audience អីគេយើងចង់ដាក់ audience អីក៏ដាក់ទៅមិនបាច់ដាក់ក៏បានយើងដាក់តែ Cambodia ប៉ុណ្ណឹងក៏បានតោះនេះយ៉ាងអូខេបន្តមកទៀតមើលមកខាងក្រោម all language ភាសាយកភាសាទាំងអស់ទៅភាសាអង់គ្លេសភាសាខ្មែរអីហ្នឹងដាក់ទាំងអស់ណាហ្នឹងមិនបាច់កំណត់ក៏បានដាក់អីទៀតណាអូខេតោះនេះយ៉ាងអញ្ចឹងយើងរៀបចំរួចរាល់ហើយប៉ុណ្ណឹងយើងថយមកក្រោយវិញនេះសញ្ញាថយខាងលើនេះចុចបកមកបន្ទាប់មកយើងមើលមកខាងក្រោមឃើញពាក្យមួយថា placement ឃើញពាក្យ placement ទេឃើញពាក្យ placement ឃើញសញ្ញាប៊ិចមួយបងប្អូនយកពាក្យថា edit មកបាទបន្ទាប់មកយើងយកសញ្ញាព្រួយនេះយើង select លើហ្នឹង placement គឺមានពីរមាន advanced placement ហើយនិង manual placement ចំពោះ advanced placement Facebook បាន recommend ឲ្យយើងប្រើលើហើយប៉ុន្តែបើសិនជាយើងអត់ចង់ធ្វើតាមការណែនាំរបស់ Facebook ទេយើងយកខាងក្រោម select ខាងក្រោមមកកន្លែងនេះអញ្ចឹងនៅក្នុងនេះបងប្អូនអាចធ្វើការដក tick ចេញមកនេះ Instagram អីយើងមិនបាច់ឲ្យឃើញការផ្សព្វផ្សាយទេនាំអស់លុយទេ Instagram អីហ្នឹងនោះ Instagram អញ្ចឹងយើងទុកតែ Facebook ទៅបានហើយទុកតែ page មកបានហើយយល់ទេចឹងដកចោលខ្លះទៅហើយយើងទុកចឹងមកប៉ុណ្ណឹងទៅបានហើយអត់មានអីពិបាកទេ Instagram reel ដកចោលកវត្តចោលអស់ទៅយើងទុកតែ Facebook ទៅបានហើយអូខេតោះអញ្ចឹងយើងថយមកក្រោមវិញតែប៉ុណ្ណឹងទេប៉ុណ្ណឹងមួយទៀតផ្លេចតើតងទៅនឹង mobile យើងចង់ឲ្យការផ្សព្វផ្សាយយើងហ្នឹងគឺឃើញនេះ device នេះឃើញត្រឹមតែទូរស័ព្ទបានតែមិនបាច់ computer ទេគ្មានបណ្ណាប្រើទេ computer នោះមានបណ្ណាសូវលេងទេណាអញ្ចឹងយើងដក tick computer ចេញ desktop នេះយើងយកតែ mobile បានហើយអូខេការផ្សព្វផ្សាយរបស់យើងឃើញតែលើទូរស័ព្ទបានហើយបន្ទាប់មក placement setting ឥឡូវនេះ menu នឹង tick លើហ្នឹងមកអាហ្នឹងគឺ menu placement មិញហ្នឹងតោះនេះយ៉ាងប៉ុណ្ណឹងឥឡូវបានប៉ុណ្ណឹងតបមកយើងរួចរាល់អស់ហើយយើងថយមកខាងក្រោយវិញបន្តមកទៀតយើងរៀបចំរួចអស់ហើយបងប្អូនយកពាក្យថា next មកចូលដល់កន្លែងនេះគឺកន្លែងចុងក្រោយបងប្អូនមើលទី1គឺ add នេះ add name យើងដាក់ឈ្មោះមកបងប្អូនដាក់អីគេមិញ book អញ្ចឹងឈ្មោះហ្នឹងយើងដាក់ book ដែរមកឃើញទេរួចតមកបងប្អូនយកពាក្យថា add setup ទី2នេះ add setup នេះ add setup នេះឆ្លាច់លើហ្នឹងមកចឹងកន្លែងនេះបងប្អូនយកពាក្យថា create ad ឬក៏យើងចង់បង្កើតយើងចង់យករូបភាពវីដេអូដែលយើង boost ហើយឬក៏យើងចង់យកវីដេអូដែលយើងបង្កើតថ្មីយើងយកវីដេអូដែលយើងបានផុសក្នុង page ហើយយើងយកពាក្យថា use existing post select ចឹងមកអូខេតបមកទៀតយើងថតវិញ
តមកទៀតយើងមើលផុសនេះផុសឃើញអត់នេះផុសយើងស្រេចលើផុសហ្នឹងបន្តមកបងប្អូននឹងឃើញមានផុសមួយនៅក្នុង page យើងអញ្ចឹងមានផុសមួយហ្នឹងគឺយើងអាចប៊ូសបានដោយសារវាអូតូស្រេចជាប់ហើយអញ្ចឹងហ៎តមក add creative អាហ្នឹងមិនបាច់ចាំប៉ះពាល់មិនបាច់ធ្វើទាំងអស់ add ហ្នឹងអាហ្នឹងណាអត់អីទេបន្តមកទៀតយើងយកពាក្យថា review អូខេបន្តមកបងប្អូនចាំមើលគេនឹងបង្ហាញយើងថាតើយើងចង់ធ្វើការប៊ូសមួយណានេះអញ្ចឹងយើងមើលឃើញនេះប៊ូសរបស់យើងនេះ review របស់យើងនេះគឺវីដេអូអស់ហ្នឹងមិញដែលយើងចង់ធ្វើការប៊ូសមិញបន្ទាប់មកប៉ុណ្ណឹងបងប្អូនចង់ធ្វើការប៊ូសបងប្អូនយកពាក្យថា public ទៅរួចជាការស្រេចអញ្ចឹងយើងមើលបច្ចិតរបស់យើងប៊ូស$35 schedule របស់យើងរយៈពេល1ខែ audience របស់យើងរៀបចំរួចរាល់ហើយ post របស់យើងរួចរាល់ហើយរៀបរាល់ហើយមិញហ្នឹងបងប្អូនយកពាក្យថា public ទៅគឺរួចជាការស្រេចហើយមិញខ្ញុំច្រឡំប៉ះឥឡូវវាថយក្រោយអស់ link សារថ្មីបាត់ហើយអញ្ចឹងណាអញ្ចឹងមិញគឺដល់ចំណុចចុងក្រោយបងប្អូនគ្រាន់តែពាក្យថា public ទៅគឺរួចរាល់ហើយអត់ពិបាកទេណាមិញកន្លែង review មិញណាដោយសារតែខ្ញុំប៉ះដៃមិញទៅវាលុបអស់ link អញ្ចឹងមិញបងប្អូនគ្រាន់តែយកពាក្យថា public ខាងក្រោមមកគឺរួចរាល់ហើយការប៊ូសរបស់យើងគឺបានចប់ហើយត្រឹមតែប៉ុណ្្នឹងទេអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនព្យាយាមមើលចុះមើលឡើងទៅបើសិនអត់យល់ទេចាំឆាតមកសួរបន្ថែមបាទអរគុណជួបខ្ញុំនៅក្នុងវីដេអូក្រោយ